តោះធ្វើលេងញ៉ាំមែនខ្ញុំនឹងណែនាំអ្នកនរគ្នាមកធ្វើចេកចំហុយដូងខ្ចីយើងមានចេកយើងមានដូងខ្ចីយើងមានម្សៅខ្សាយយើងមានម្សៅពោតនិងខ្ទិះដូងតោះចាប់ឡើងធ្វើឥឡូវនេះយើងមានចេកគឺយកវាមកច្របល់ចូលគ្នាឲ្យសព្វល្អច្របល់បាយតែម្ដងមិនច្របល់ធម្មតាច្របល់វល់រឹតតែវល់រឹតតែល្អតែហាមយកទៅក្លុកគឺច្របាច់ចឹងឯងឆ្ងាញ់ហើយទុកចោលសិនឥឡូវយើងមកធ្វើម្សៅលាយចាក់ម្សៅខ្សាយមួយកូនចានចាក់ម្សៅពោតក៏មួយកូនចានដែររួចយើងកូរម្សៅពីរមុខហ្នឹងណាឲ្យវាសព្វមានន័យថាកូររហូតតតែម្សៅហ្នឹងវាលាយចូលគ្នាឲ្យវាសព្វល្អហើយទើបយើងនឹងចាក់អាខ្ទិះដូងដែលយើងត្រៀមទុកហ្នឹងគឺកន្លះគីឡូខ្ទិះហ្នឹងកន្លះគីឡូចាក់ចូលមកចាក់ចូលហើយយើងកូរវាទៀតកូររហូតតតែវានឹងហ៊ាវកូររហូតដល់វារាវជាមួយវារាវហ្នឹងហើយវារាវណាយើងទុកវាចោលយើងយកចេកដែលយើងច្របល់មិញហ្នឹងណាយើងចាក់ដូងហើយមិនចាក់ដូងមកចាក់ដូងចូលមកបន្ទាប់មកយើងច្របល់ដូងជាមួយចេកហ្នឹងចូលគ្នាច្របល់មកច្របល់រហូតច្របល់ដូចក្នុងរូបហ្នឹងអញ្ចឹងបាទច្របល់ចេះតែច្របល់ទៅច្របល់ចុះច្របល់ឡើងច្របល់ចុះច្របល់ឡើងហ្នឹងហើយតបមកយើងចាក់ម្សៅដែលយើងកូរមិញអាកូរមុនហ្នឹងម្សៅកូរចាក់ចូលមកបាទចាក់ចូលមកហើយអស់ហើយយើងចាប់ផ្ដើមច្របល់វាទៀតច្របល់វាទៅមកអញ្ចឹងទៅណាច្របល់ខ្លាំងតិចមកច្របល់ខ្លាំងមកងាប់អញច្របល់ខ្លាំងមូលទៅមូលមកកោវត្តចឹងមកហ្នឹងហើយតមកយើងដាក់ស្ករចាក់ស្ករចូលដាក់ស្ករមកកូនចានហ្នឹងមកពីព្រោះយើងអត់ចង់ឲ្យវាផ្អែមពេកទេព្រោះជាតិស្ករហ្នឹងវាចេញពីផ្លែចេកដែរព្រោះចេកយើងទុំល្អអញ្ចឹងណាតទៅយើងកូរវាហើយយើងត្រូវថែមអំបិលកុំភ្លេចសោះគឺអំបិលបាទអត់ដាក់អំបិលគឺញ៉ាំអត់កើតទេបាទត្រូវតែថែមអំបិលឲ្យកូរមកកូរហ្នឹងកូរចឹងកូរចុះកូរឡើងដាក់ឃើញអត់ដាក់ដល់កូរតិចទៀតភ្លេចដល់កូរដាក់ដល់កូរហូបមិញហ្នឹងណាមីជីងហ្នឹងណាហើយគេយកឆុងកាហ្វេហ្នឹងដាក់ហ្នឹងមកវាមានជាតិផ្អែមជាតិដល់កូរជាតិស្អីគេគ្រីមនៅក្នុងហ្នឹងដល់កូរហើយតបមកទៀតយើងដួសវាណាចាប់ដើមដួសវាដាក់ចានយកទៅចំហុយដួសវាដាក់ចានហ្នឹងគឺខ្ញុំដាក់បរិមាណពាក់កណ្ដាលទេពេលដែលយើងដាក់ពាក់កណ្ដាលហើយយើងយកវាទៅចំហុយហើយចាំយើងដាក់ខ្ទិះដូងពីលើទៀតអញ្ចឹងយើងដាក់វាចំហុយសិនយកវាទៅចំហុយនេះហ្នឹងហើយដាក់ចំហុយណាដាក់ចំហុយហើយយើងមកធ្វើខ្ទិះដូងដើម្បីស្រោចពីលើហ្នឹងយកទៅចំហុយម្ដងទៀតតោះណាហ្នឹងហើយឥឡូវយើងមានខ្ទិះដូងកន្លះគីឡូដែរតោះមកយើងដាក់ម្សៅពោតចំនួន2ស្លាបព្រាខ្ញុំដាក់ម្សៅពោត2ស្លាបព្រាបាយហ្នឹងហើយដាក់ម្សៅពោត2ស្លាបព្រាបាយហើយយើងកូរវាមកហ្នឹងហើយកូរតាមតែខ្ញុំទៅអត់ខុសទេបើអត់កូរគឺអត់រលាកូរមកកូររហូតមើលតែវាអត់សាប់ចឹងយកអំសិនកូរនេះញ៉ាំកូរនេះកវីវាមកលីអស់ហើយឥឡូវលីអស់ហើយយើងចាប់ផ្ដើមថែមស្ករដាក់ស្ករបន្តិចទេល្មមថាទឹកខ្ទិះដូងអាខាងលើហ្នឹងយើងត្រូវត្រៀមផ្អែមដែរវាមិនអត់ផ្អែមទេណាផ្អែមហើយយើងដាក់អំបិលកុំភ្លេចអំបិលខ្ញុំថតអំបិលសិនហ្នឹងហើយដាក់អំបិលចូលប៉តែកុំលូបអំបិលណាតែលូបអំបិលខ្ទិះយើងខាងលើហ្នឹងផ្អែមប្រៃអត់សូវឆ្ងាញ់ទេសុខចិត្តឲ្យរៀងផ្អែមតែប្រៃឡំបំផុតបាទតបមកយើងទៅមើលថាវាឆ្អិននៅ20នាទីក្រោយដែលយើងដាក់ចំអិនហ្នឹងគឺវាឆ្អិនហើយត្រូវអត់
nâng ngày là mà phải tí hay vì cho ăn hái dương cả chặt tí để dương câu mà nhẹ lì nó á đặt bị lờ ta đòi xa tại nhóm cho chân nhằm cái tí tròn chân nhằm đặt tí hiện tròn tịch buồn hẻm về đá nhằm chặt vì cháu á chặt làm đại nâng ngày chừng đã tới mơ ta vì dương tròn là mồm là dương thử ca hói dương bắt cầm một đi chào tới dương rong chăm mà phải người tí cao tiết bằng em bao nhiêu một ní cho ăn rụi rò về để cho ăn rụi rò hai viên là tranh chia sạc hiệp tuần là mới biết đặt này cái hỏi hơi nhá tay nhà thơ con ca đây nhưng chăm tục với tao tự trẻ món á từ dương vô viên mà cắt hai chân trẻ là ngày chỉnh chẳng ngay là hai lòng tuần mình tuần ít đấy nè tuần bẹ là mồm nham mỏ bởi tha phiệp thiệp cho môi nơi tam xá cứ dương thôi nham cho anh chiền tam một muốn nhóm nó của nhóm mơ tam cái đài đặt mà mặt hơi ngành cả hai sao chơi ấy thôi chẳng hạn không ấy tầm miếng chơi sao vô mà thôi chẳng nham chứ nha tai lan cả lỗ tí á và hai bơm trong hấp tết tinh nham từ này mới nham á bà họ tầm mới nhầm muốn nó nhầm áp bị đâu mày tại nó phải thọt mà đặt mà mặt tới ngồi cái tí giả hai mà